បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងដៃខ្ញុំនេះមាន iPhone 16 Pro ម្ដងដែលមានបញ្ហាទៅលើការសាកថ្មអត់ចូលអញ្ចឹងមករយៈក្រោយនេះគឺបញ្ហាសាកសម្រាប់ iPhone 16 Pro Max អីគឺដូចជាមានច្រើនណាស់តាក់ទងជាមួយនឹងបញ្ហាទៅលើម៉ាស៊ីនអញ្ចឹងមុននឹងធ្វើម៉ាស៊ីនយើងដោះកាមេរ៉ាមកកាមេរ៉ាក្រោយតិចសិនការពារដោយសារកាមេរ៉ាជំនាន់ហ្នឹងវាបើសិនជាប្រឡាក់ដីចូលឡែនហើយគឺมันងាយនឹងជួសសម្អាតទេអញ្ចឹងមុននឹងធ្វើខ្ញុំសុំតេស្តទៅលើការសាកឲ្យមើលសិនជាទូទៅបងប្អូនជាងយើងដឹងថាពេលដែលយើងសាកថ្មទូរស័ព្ទចូលគឺកន្លែងដែលខ្ញុំឆ្អល់ថារុនសាក6រុនហ្នឹងវានឹងចេញជាលេខឲ្យសម្គាល់ឲ្យយើងដឹងថាបើសិនជាយើងចូល1ចុចចាប់ពី1ចុចឡើងគឺវាចូលហើយកន្លែងដែលខ្ញុំចូលហ្នឹងតែបើសិនជាវាលោតធំ6 0.6 ចុះក្រោមมันន័យថាអត់ចូលទេពាក់ព័ន្ធជាមួយនឹង iPhone អញ្ចឹងខ្ញុំមានបទ2តាក់ទងជាមួយនឹងការបង្ហាញគឺបទ1បទ iCloud សម្រាប់យកមកតេស្តឲ្យដឹងថាបទ1វាសាកចូលបទ1សាកអត់ចូលអញ្ចឹងសម្រាប់ជាងបើសិនជាមានគ្រឿងបន្លាស់បែបដែលខ្ញុំបង្ហាញហ្នឹងគឺងាយស្រួលឲ្យដឹងថាបញ្ហាទៅលើម៉ាស៊ីនឬក៏បញ្ហាទៅលើជើងសាកអញ្ចឹងបើមានម៉ាស៊ីនក៏តេស្តម៉ាស៊ីនទៅបើសិនជាមានជើងសាកក៏តេស្តជើងសាកទៅប៉ុន្តែបើសិនជាយល់ល្អបញ្ហាហ្នឹងគឺមានបញ្ហាទៅលើម៉ាស៊ីនច្រើនអញ្ចឹងអាចមានម៉ាស៊ីនតេស្តដូចខ្ញុំចេះងាយស្រួលឲ្យច្បាស់មុននឹងធ្វើទៅលើម៉ាស៊ីនឬក៏ធ្វើទៅលើជើងសាកអីអាចតេស្តបែបហ្នឹងបានបើមានម៉ាស៊ីនតេស្តម៉ាស៊ីនមានជើងសាកតេស្តជើងសាកអញ្ចឹងសម្រាប់ការតេស្តគឺកັບតាជើងសាកចូលហើយនឹងក្បាលថ្មចូលទៅតេស្តដឹងថាប្រព័ន្ធសាករបស់យើងដំណើរការឬក៏អត់អញ្ចឹងខ្ញុំតេស្តបែបនេះខ្ញុំយកអាបត iCloud យកទៅដាក់ចូលក្នុងគ្រឿងអញ្ចឹងមកមើលទៅលើសញ្ញាដែលខ្ញុំបង្ហាញគឺកន្លែងខាងក្រោមហ្នឹងគឺវាចេញដល់ 1.7 ឬក៏ 1.6 បានន័យថាការសាកថ្មរបស់យើងគឺសាកចូលធម្មតាបានន័យថាជើងសាកក៏ល្អថ្មក៏ល្អអ្វីដែលជាបញ្ហាគឺនៅលើម៉ាស៊ីនដោយសារម៉ាស៊ីនរបស់ភ្ញៀវហ្នឹងគឺខ្ញុំទុកនៅខាងក្រៅហើយម៉ាស៊ីនល្អម៉ាស៊ីន iCloud គឺយកមកតេស្តគឺកັບចូលមិញមានសញ្ញាជាចំណាំអញ្ចឹងបានន័យថាបង្ហាញថាម៉ាស៊ីនរបស់យើងគឺមានបញ្ហាអញ្ចឹងម៉ាស៊ីន iPhone 16 Pro ឬក៏16 Pro Max បានន័យថាវាបញ្ហាច្រើនតាក់ទងជាមួយនឹងប្រព័ន្ធសាកហ្នឹងវីដេអូមុនខ្ញុំបានបង្ហាញតាក់ទងជាមួយនឹង iPhone 16 Pro Max តែសម្រាប់ម៉ាស៊ីនដែលខ្ញុំបង្ហាញបន្តនេះគឺ iPhone 16 Pro តែពាក់ព័ន្ធជាមួយនឹងប្រព័ន្ធសាកគឺវាដូចតែគ្នាទេដោយសារវាកើតក្នុងឆ្នាំជាមួយគ្នាជំនាន់ជាមួយគ្នាអញ្ចឹងការធ្វើគឺអត់ខុសគ្នាអីប្រហែលទេគ្រាន់ថាអាចនឹងខុសទីតាំងគ្នាតិចតួចតាមពពុះអ៊ីសេឬក៏កង់ដងរេស្តង់អញ្ចឹងខ្ញុំបានវះកាត់ទៅលើតំបន់អ៊ីសេដែលពាក់ព័ន្ធជាមួយនឹងសានហ្នឹងគឺកាត់ប៉ាងបែបហ្នឹងមកមុននឹងធ្វើគឺអត់បាច់ទៅផ្លុំអីទេដោយសារបើសិនជាផ្លុំយើងប្រើកដៅក៏បានអត់តែច្បាស់ដៃច្បាស់ភ្លើងអាចផ្លុំបានតែបើសិនជាចង់ឲ្យមានសុវត្ថិភាពកាន់តែខ្ពស់ជាងនឹងតិចទៀតអាចកាត់បែបអញ្ចឹងបានកាត់ប្រយ័ត្នផងកុំឲ្យប៉ះពពុះអ៊ីសេឬក៏កង់ដងដឹងស្រាប់ឲ្យថាiPhone ចេញថ្មីអញ្ចឹងអ្វីរបស់វាគឺថ្លៃទាំងអស់អញ្ចឹងត្រូវតែប្រុងប្រយ័ត្នសម្រាប់ជាងអញ្ចឹងការលើករបស់ខ្ញុំបង្ហាញដូចរាល់ដងយ៉ាងថាយើងលើកចាប់ទៅវាក៏បានលើកឆ្កឹះក៏បានសម្រាប់ខ្ញុំចូលចិត្តឆ្កឹះអញ្ចឹងផ្លុំឆ្កឹះទៅយើងជំនាញទៅលើបែបណាគឺធ្វើបែបហ្នឹងទៅអញ្ចឹងសម្រាប់ខ្ញុំឆ្កឹះព្រោះយើងឆ្កឹះពិសេសរបស់យើងស្អាតអត់ងាយនឹងបែកអីទេដោយសារយើងឆ្កឹះថ្នមហ្នឹងសម្រាប់ជាងអញ្ចឹង iPhone 16ជាទូទៅបញ្ហាសាកច្រើនណាស់មួយរយៈហ្នឹងដូចជាជំងឺប្រចាំកាយដូចខ្ញុំផ្លុំពីវីដេអូមុនអញ្ចឹងiPhone 16គឺចាប់ដើមងាកសាកប្រព័ន្ធសាកដោយសារអីដោយសារអាចមកពីដូចនិយាយដែរអញ្ចឹងថាគឺមកពីការប្រើឆ្នាំងសាកឬក៏ការប្រើសាកថ្មហ្នឹងគឺអត់បានល្អអាចនឹងការសាកបដាលេងបដាឬក៏ការប្រើឆ្នាំងសាកដែលមានទំហំបាត់ធំខ្ពស់ពេកទៅអាចនឹងមានបញ្ហាទៅលើចំណុចហ្នឹងច្រើនហើយបញ្ហាហ្នឹងកើតឡើងអាចនឹងពាក់ព័ន្ធជាមួយនឹងអ្នកដែលលេងទូរស័ព្ទហ្នឹងច្រើនហើយនឹងការប្រើសាកហ្នឹងច្រើនអាចទៅលើបញ្ហាសាកទៅលើប្រភេទបែបហ្នឹងប្រភេទអ្នកដែលលេងទូរស័ព្ទច្រើនសាកច្រើនតែបើសិនជាអ្នកដែលប្រើទូទៅគាត់ប្រើថែសារបានល្អគាត់ប្រើដឹងពីរបៀបប្រើកុំឲ្យក្តៅពេកនឹងអាចនឹងការបញ្ហាទៅលើសាកហ្នឹងអាចនឹងកាត់បន្ថយអត់ងាយខូចអញ្ចឹងមកមើលទៅលើការខ្ញុំធ្វើវិញខ្ញុំចង់បញ្ចូលសម្រាប់ជាងបើសិនជាយើងលើក
យើងលើក IC នឹងហើយដោយសារទូរស័ព្ទនៅវាជំនាន់ចុងក្រោយវាខ្ពស់ដែរអញ្ចឹងមុននឹងផ្លាស់ប្ដូរ IC អាចនឹងវាស់បាតវាបន្តិចសិនទៅដោយសារយើងកាត់បន្ថយនៃការលើកតម្លាក់ IC ច្រើនដងទៅលើ board កុំឲ្យ board របស់យើងហ្នឹងវាក្តៅពេកឬក៏ត្រូវកម្ដៅភ្លើងញយដងពេកអញ្ចឹងអាចនឹងមុននឹងតម្លាក់ IC អាចនឹងវាស់ទៅតាមជើងនឹងមួយហើយវាស់អត់មានអីទៅច្រើនទេយើងគ្រាន់តែវាស់ថាកុំឲ្យតែវាដាច់ក៏តែវាដាច់វាឆ្លងវាស់ឲ្យឆ្លងបើសិនជាវាស់ឲ្យឆ្លងលឿនទេជើងប៉ុណ្ណឹងយើងវាស់បាត IC វាស់ឲ្យតែឆ្លងទៅអាចនឹងខ្លាចតែវាឆ្លងមានបញ្ហាឆ្លងគឺដាក់ទៅគឺអត់ដំណើរការប្រព័ន្ធសាកតែអញ្ចឹងត្រូវការលើក 2-3 ដងអីចឹងទៅដោយសារម៉ាស៊ីនហ្នឹងថ្មីវាអាចទៅដាច់ខ្សែចរន្តភ្លើងអីទេដាច់កង់ដងរេស្តង់អីទេអាចនឹងបញ្ហាឆ្លងច្រើនជាងដោយសារកង់ដងរបស់យើងបើសិនជា line ហ្នឹងវាផ្ទុកភ្លើងខ្លាំងឬក៏ភ្លើងបុកមកខ្លាំងអាចនឹងកង់ដងនឹងឆេះកង់ដងពាក់ព័ន្ធជាមួយនឹង line សាកអញ្ចឹងបានថាបើសិនជាលើក IC ទៅហើយចំណាយពេលបន្តិចវាស់វាមួយជុំសិនអញ្ចឹងសម្រាប់ការវាស់មិញខ្ញុំវាស់ទៅអត់មានឃើញបញ្ហាឆ្លងអីទេអញ្ចឹងយើងត្រូវការវះកាត់ទៅលើ board កាប់សាច់របស់យើង board iCloud យក IC សាករបស់យើងមួយហ្នឹងផ្លាស់ប្ដូរគ្នាអញ្ចឹងដឹងស្រាប់ហើយថាជំនាន់ដែលវាចេញថ្មីអញ្ចឹងសម្រាប់ IC សាកឬក៏ IC ចំណុចណាក៏ដោយយើងត្រូវការទិញ board ថ្មីអញ្ចឹងយកមកកាប់សាច់ហ្មងដោយសារបើហៅ board កាប់សាច់ហើយនឹងហៅ IC ជំនួសវាពី IC ស៊េរីទៀតដូចជា iPhone 13 14 15ហ្នឹងគឺដាក់លេងត្រូវហើយ iPhone 16នេះគឺថ្មីចាស់ហ្មងសម្រាប់ IC របស់វាគឺត្រូវតាស៊េរី16គ្នាវាជំនាន់ឆ្នាំជាមួយវាទេអង្គការពីខ្ញុំធ្វើពីមុនគឺ iPhone 13 14 15អាចដាក់ត្រូវគ្នាប្រព័ន្ធសាកហ្នឹងត្រូវគ្នាច្រើន3ស៊េរីហ្នឹងគឺសឹងដាក់ត្រូវគ្នាទាំងអស់ពាក់ព័ន្ធជាមួយនឹង IC ទៅលើប្រព័ន្ធសាកតែដល់ពេល iPhone 16ចេញថ្មីនេះគឺ IC វាគឺចេញត្រូវតែស៊េរី16គ្នាវាអាចនឹង iPhone 17ចេញមកអាចនឹងស៊េរី16និង17 IC ត្រូវគ្នាអញ្ចឹងវាតាមចំនួនអញ្ចឹងដូច 2-3 ឆ្នាំវាឡើងបដូរ IC ម្ដងអីបែបហ្នឹងអញ្ចឹងទៅអញ្ចឹងសម្រាប់ IC របស់យើងស៊េរី16ឡើងគឺត្រូវតា16ឡើងគ្នាវាហ្នឹងអញ្ចឹងសម្រាប់ IC ដោះដូចអាស៊េរីទៀតពីមុនលេងបានហើយអញ្ចឹងការធ្វើទៅលើស៊េរី16គឺត្រូវការយើងចំណាយបន្តិចហើយដើមទុនរបស់យើងសម្រាប់ជាងអញ្ចឹងការផ្លាស់ប្ដូរដូចបានបង្ហាញអញ្ចឹងគឺគ្រាន់តែលើក IC ថ្មីពី board កាប់សាច់ដែលយើងតេស្តបានច្បាស់លាស់ថា IC គឺល្អដោយសារយើងបានតេស្តពីមុនការសាករបស់យើងឡើងពែគ្រប់ធម្មតាសាកចូលធម្មតាអញ្ចឹងអត់មានអីត្រូវគិតវែងឆ្ងាយទៀតទេគឺគ្រាន់តែលើក IC ថ្មីពីកាប់សាច់ board ឯខ្លះហ្នឹងគឺដាក់ចូលទៅលើ board របស់ភ្ញៀវយើងហ្មងហើយសម្រាប់ board របស់ភ្ញៀវយើងដូចប្រាប់មិញអញ្ចឹងថាមុននឹងតម្លាក់ IC ចូលដោយសារយើងធ្វើរៀងឲ្យលំអិតតិចទៅវាស់បាត IC បន្តិចទៅមិនយូរទេចំណាយពេលធ្វើ10នាទីអីដល់10នាទីផង5នាទីទៅ10នាទីហ្នឹងអាចវាស់បានគ្រប់ជើងហើយថាមានជើងណាឆ្លងអត់ព្រោះថ្មីអញ្ចឹងអាចនឹងដូចនិយាយអញ្ចឹងថាមានកង់ដង់ឬក៏មាន line ពាក់ព័ន្ធជាមួយនឹងបាត IC ហ្នឹងវាឆ្លងវាអីអញ្ចឹងទៅពេលខ្លះឆ្លងទៅដល់កង់ដង់មួយគ្រាប់វាគប់ធ្វើ IC របស់យើងហ្នឹងក៏អត់ធ្វើការដែរដោយសារកង់ដង់ហ្នឹងវាមាន line ជាប់ជាមួយនឹង IC សាករបស់យើងអញ្ចឹងពេលដែលធ្វើស៊េរីហ្នឹងហើយយើងអាចនឹងដោយសារមានបទពិសោធន៍តិចធ្វើបានតិចមិនសិនអាហ្នឹងអាចយកការវាស់ហ្នឹងទៅអនុវត្តបន្តិចសិនបានវាស់មើលបន្តិចសិនបានកុំឲ្យដូចនិយាយអញ្ចឹងថាលើកតម្លាក់ពី3ដងអីចឹងទៅព្រោះអីស៊េរីថ្មីពេលដែលវាបញ្ហាអាចនឹងថ្មីដែរជំងឺអញ្ចឹងអាចនឹងវែងបន្តិចអញ្ចឹងធ្វើអីមួយច្បាស់បន្តិចទៅវាអាចនឹងកាត់បន្ថយហានិភ័យតិចដែរអញ្ចឹងការតម្លាក់ IC របស់ខ្ញុំបានហើយចាំមើលដាក់តេស្តហ្មងអញ្ចឹងការតេស្តដូចគ្នាអញ្ចឹងគ្រាន់តែកັບទៅលើជើងសាកមួយទៅលើក្បាលថ្មមួយតេស្តទៅលើមើលទៅលើអាកម្រិតពាំងនៅលើដុំហ្នឹងគឺបានហើយដឹងថាសាកចូលឬក៏សាកមិនចូលទេសម្រាប់ជាងមានអាប្រអប់ហ្នឹងតែសម្រាប់ភ្ញៀវគឺគាត់អត់មានអាប្រភេទដុំហ្នឹងអញ្ចឹងគាត់សាកបដារងចាំមើលអេក្រង់ថាមានសាកចូលអត់នៅលើអេក្រង់អញ្ចឹងអាកន្លែងដែលខ្ញុំបង្ហាញហ្នឹងគឺសាកចូលអាហ្នឹងម៉ាស៊ីនរបស់ភ្ញៀវដែលធ្វើមិញដូចផ្សេងមិញគឺយើងសាកចូលធម្មតាហើយឲ្យតែយើងឃើញអក្សរវាបង្ហាញជាលេខបែបហ្នឹងគឺអូខេ 100% ហើយពាក់ព័ន្ធជាមួយប្រព័ន្ធសាកអញ្ចឹងសម្រាប់កាប់សាច់របស់យើងដឹងស្រាប់ហើយថាទិញបតយកមកទាំងមូលកាប់សាច់បានតែ IC មួយគ្រាប់ទេដោយសារយើងយកកាប់សាច់ពីអាស៊េរីហ្នឹងអត់បានអញ្ចឹង
mơ tới cứ ai tầm pe dương lái cứ ok hay phần năng chập chỗ ai nhiều hơi sầm mẹp khương bala chập pi iPhone đọc phèm tới tại tôi mua camera bây giờ tích cái mọi passport từ lờ lén ở tập pa hỏi chút lên trên nha pa hỏi vì tình này tại tôi mua camera một camera khỏi nè hay bởi miền Nam bên đây hơi cho nick phong mặt tranh thế công ty chút can là tạ cái xa iPhone lên với series thay nó nhiều bà đối series môn passport in tịch bản tại series thay nó mình nghĩ thằng passport thì chắc iPhone đập vào mùi Pro Max cứ sơ bộ của phê Pro nè cái xa ca phở phê thật là nhiều con cho chất phở trần là series nè mình thấy được nó chất pra series Pro thằng Pro Max về trong miền Pành Hà Tà Pi nè chẳng dây này tăng pi video muốn hướng một con xạ xem iPhone nâng cư pra to tại vô đăng tí xạ đau xạ ấy nó có thời cái giảm tí cũng trong ban là bảo phết đông xạ lươn khăn lươn mà là môn tu tư thầm mà màu là ấy pi màu xạ bên ban này chưa lọ thầm pi máu xạ ở pin đang lọ tu xạ pi máu được pi màu là cầm trong ban mà màu là cho khẩu mà nó có xạ tới ai nâng chập pin có ai chập khôi này sầm iPhoneแต่ตอนนั้นการประกอบซาคือเพอร์ชันตอนนั้นเนี่ยนะเพอร์ชันคืออันนึงฉับโคตรมนเลยแบบปอนจมูกนึงประกอบซานึงจังโรงจำมือถึงออกนี้มันnhờการแต่งเลยประกอบดมนั้นไอ้มือถ้าสะโจวิเชนจิเลยมันจังมือเลยกลางเป็นถ้าสะโจจึงสะโจมันประมาณเพียrồiจังมือตัวมือเลยทุ่มเคยมีสะโจปมใบเพียrồiจังโรงจำมันติดจะวิดีโออะไรไหลสะนั่นจึงเธอโรงจำเวียบอกโรงจำเวียเท่เธอการเพย์เพย์ติดสะตัวเลยดมน้ำสะยืดเตะจังเอาแต่สะโจบันมวยเพียrồi cứ ok chỉปัญหาเตะเอาแต่เวบันมวยเพียrồi tới cứ làจังเวบันปมผูนมาในทำเวลาไงจึงสะโมโจบันธรรมดาจังสำหรับวิดีโอบอกnhóm miền là phầnนึงเตะ iPhone บอกเยอะcứสะโจมาเป็นธรรมดาว่าส่วนจะบงปอนตั้งออกนี้มีปัญหาตะลึกปอนสารทั้งมันทาดับประมวยเทสรีนาก็ได้ไอเดียต้องมาสะซัวข้างยมบ้านตัวเฟื่องตั้งออกมันทา iPhone สรีนาสรีในเทคือตัวเฟื่องตั้งออกในมันสินบานจังวิดีโอบางnhóm miền là phầnนึงเทจูบนี้ในวิดีโอคลอยเดียดให้หนึ่งจึงทำไมประทายติด